រឿងបុរសពីរនាក់វគ្គបញ្ចប់នៅពេលពួកគេមកដល់ភូមិអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេបានស្វែងរកក្មេងស្រីនោះអស់រយៈពេលជាច្រើនថ្ងៃឪពុកម្ដាយរបស់នាងក៏អរគុណយ៉ាងក្រៃលែងចំពោះបុរសទាំងពីរហើយបានអញ្ជើញពួកគេឲ្យស្នាក់នៅក្នុងភូមិទោះបីជាយ៉ាងណាក៏ដោយសុផលនិងវិចិត្របានបដិសេធការអញ្ជើញនោះពួកគេបានឆ្លើយថាយើងបានរកឃើញផ្ទះពិតប្រាកដរបស់យើងនៅក្នុងព្រៃយើងមិនអាចទុកចោលវាបានទេអ្នកភូមិបានយល់ពីការសម្រេចចិត្តរបស់ពួកគាត់ប៉ុន្តែចាប់ពីពេលនោះមកភូមិនិងព្រៃមិនបានដាច់សេតពីគ្នាទៀតទេអ្នកភូមិតែងតែមកលេងសុផលនិងវិចិត្រដើម្បីរៀនពីពួកគេហើយបុរសទាំងពីរក៏ជួយអ្នកភូមិដោយចែករំលែកចំណេះដឹងរបស់ពួកគេអំពីព្រៃចំណុចសំខាន់នៃរឿងនេះគឺថាទោះបីជាមនុស្សអាចជ្រើសរើសផ្លូវផ្សេងគ្នាក្នុងជីវិតពួកគេនៅតែអាចរកឃើញភាពសុខសាន្តនិងផ្ដល់ជំនួយដល់អ្នកដទៃសុផលនិងវិចិត្របានបង្ហាញថាការរស់នៅក្នុងភាពសុខដុមជាមួយធម្មជាតិនិងការជួយគ្នាទៅវិញទៅមកគឺជាគន្លឹះនៃជីវិតដ៏មានសុភមង្គលសូមអរគុណសម្រាប់ការយកចិត្តទុកដាក់និងទស្សនាអត្ថបទរឿងនិទានខ្លីរបស់យើងខ្ញុំបងប្អូនអាចចុច Like Share Subscribe ជាកម្លាំងចិត្តសម្រាប់ Admin